ទីតាំងសាយវៀនជលមន់និងអាប៉ោងមួយកន្លែងបើកឲ្យលេងម៉ាសេរីនៅក្នុងឃុំបឹងលវាស្រុកសន្ទុកដែលកំពុងប្រឆាំងនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី8ខែមិថុនាឆ្នាំ2025ទីតាំងសាយវៀនជលមន់និងអាប៉ោងស្ថិតនៅក្នុងភូមិអូអំពិលឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំនេះបើយោងតាមរូបភាពបានបង្ហាញឲ្យឃើញថាមានកន្លែងប្រមូលផ្ដុំមនុស្សច្រើនអ្នកនៅក្រោមដំបូលតង់បណ្ដោះអាសន្ននៅក្នុងចំការស្វាយចន្ទីហើយមានសកម្មភាពចូលរួមក្នុងសាយវៀនជលមន់ឬល្បែងស៊ីសងផ្សេងៗមានទាំងម៉ូតូនិងរថយន្តជាច្រើនគ្រឿងចតចោលនៅខាងមុខនោះបរិយាកាសនៅទីនោះមិនប្រក្រតីគឺគ្មានការគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាននោះទេទីតាំងនេះមានលក្ខណៈជាកន្លែងបំពានច្បាប់ប្រឆាំងនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលកំពុងអនុវត្តដោយមានការចាប់អារម្មណ៍ពីសាធារណជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប៉ុន្តែនៅតែមានមន្ត្រីខិលខូចមួយចំនួនលាក់ខ្លួនចងក្រងគ្នាជាប្រព័ន្ធលួចបង្កើតបទល្មើសល្បែងស៊ីសងដោយខុសច្បាប់ជលមន់អាប៉ោងយ៉ាងអនាធិបតេយ្យដោយគ្មានគ្រូបាអាចារ្យណាប្រដៅអស់លោកទាំងនោះបានឡើយតាក់ទងនឹងករណីខាងលើនេះកាលពីរសៀលថ្ងៃទី8ខែមិថុនាឆ្នាំ2025ក្រុមអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមរយៈ Telegram ទៅលោកម៉ៅចន្ទធីអធិការស្រុកសន្ទុកអំពីករណីល្បែងស៊ីសងដែលមានទីតាំងសាយវៀនជលមន់និងអាប៉ោងនៅក្នុងភូមិអូអំពិលឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំតែករណីនេះលោកអធិការបានជ្រាបដែរឬយ៉ាងណាដោយក្នុងរូបភាពដែលក្រុមការងារខ្ញុំបានថតបង្ហាញទៅលោកនៅថ្ងៃនេះលោកម៉ៅចន្ទធីបានឆ្លើយតបយ៉ាងខ្លីថាបាទនៅទីនោះឆ្ងាយបើទោះបីទៅឥឡូវក៏មិនទាន់បើបងប្អូនយើងផ្ដល់ព័ត៌មានពីព្រឹកបន្តិចប្រហែលជាយើងទៅទាន់ថ្ងៃក្រោយចង់បានបងប្អូនយើងទៅជាមួយដើម្បីកុំឲ្យបងប្អូនយើងយល់ច្រឡំថាអាជ្ញាធរសំគំនិតអរគុណលោកក៏បានឆ្លើយបន្ថែមទៀតថាបាទនឹងហើយអញ្ចឹងចាំស្អែកយើងទៅទាំងអស់គ្នាការសន្យាខ្យល់របស់លោកម៉ៅចន្ទធីដោយមិនទទួលខុសត្រូវបានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរមតិសាធារណជននិងអ្នកតាមដានភាគច្រើនបានស្នើសុំឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធ្វើការស៊ើបអង្កេតចំពោះសកម្មភាពនេះនិងសូមឲ្យបិទជាបន្ទាន់នៅទីតាំងសាយវៀនល្បែងស៊ីសងខុសច្បាប់ដែលបានបង្ហាញខាងលើនេះដោយជំរុញឲ្យមានការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខសម្រាប់ធ្នាប់សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសាធារណៈដើម្បីអនុវត្តគោលនយោបាយនេះឲ្យបានប្រសើរឡើងត្រូវអនុវត្តវិធានការសំខាន់ៗបង្កើនការអភិវឌ្ឍសមត្ថភាពនៃអាជ្ញាធរមូលដ្ឋានបណ្ដុះបណ្ដាលកម្លាំងសន្តិសុខនគរបាលឃុំសង្កាត់អំពីច្បាប់និងការគ្រប់គ្រងបង្កើតក្រុមប្រឹក្សាសន្តិសុខសហគមន៍ដើម្បីត្រួតពិនិត្យបញ្ហាសុវត្ថិភាពជាប្រចាំការជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពមិនមែនជាការងារដែលអាជ្ញាធរតែឯងនោះទេតែត្រូវការចូលរួមយ៉ាងសកម្មពីសហគមន៍ប្រសិនបើអនុវត្តបានយ៉ាងជាក់លាក់និងមានការសម្របសម្រួលល្អវាអាចនាំឲ្យសង្គមកាន់តែមានសុវត្ថិភាពនិងមានភាពរីកចម្រើន